ផលប៉ះពាល់នៃការលេងសីមែនតើគ្រប់កីឡាទាំងអស់មិនមែនថាអត់មានផលប៉ះពាល់ទេពីមុនមកយើងធ្លាប់តែគេនិយាយថាអត្ថប្រយោជន៍នៃការលេងកីឡាអីផ្សេងៗចឹងទៅឥឡូវនេះខ្ញុំមកនិយាយអំពីផលប៉ះពាល់នៃការលេងកីឡា Badminton ឬហៅថាកីឡាវាយសីណាព្រោះមែនតើគ្រប់កីឡាទាំងអស់វាតែងតែមានគុណសម្បត្តិហើយនិងគុណវិបត្តិន័យថាគុណសម្បត្តិវាច្រើនគុណវិបត្តិហ្នឹងវាតិចឥឡូវយើងមកស្ដាប់អំពីគុណវិបត្តិឬក៏ផលប៉ះពាល់នៃការលេងសីតោះជំហានដំបូងអាចនិយាយបានថាផលប៉ះពាល់នៃការលេងសីហ្នឹងគឺវានាំឲ្យយើងឈឺសន្លាក់ដូចថាឈឺដៃចុកដៃបាទកាន់រ៉ាកែតធ្ងន់ពេកចាក់ផនខ្ពស់ពេកឈឺដៃហើយលោតគប់ពេកលោតខុសឈឺចង្កេះចុកចង្កេះឈឺពេញខ្លួនអញ្ចឹងទៅអាហ្នឹងគេថាគុណវិបត្តិរបស់វាដែរបាទហើយមួយទៀតដែលខ្ញុំចង់លើកឡើងជាពិសេសហ្នឹងគឺផលប៉ះពាល់នៃសេដ្ឋកិច្ចយើងនិយាយចំគេថាប៉ះពាល់លុយហេតុអីឥឡូវយើងមើលទៅលើរ៉ាកែតនេះចុះកាត់ខ្សែចាស់ចាក់ខ្សែថ្មីដោយសារយើងអត់ពេញចិត្តជាមួយនឹងខ្សែចាស់ចាក់យូរធ្លាក់ផោនចាក់ខ្សែថ្មីអញ្ចឹងដូរខ្សែមួយប្រហែល$9អញ្ចឹងប៉ះពាល់ហ្នឹងមែនទេចុះនៅថ្លៃបងតារាងថ្លៃផឹកទឹកថ្លៃចាញ់ដូងថ្លៃគ្រាប់ចុះគ្រាប់មកពងប្រហែល$7-10 $8-10អញ្ចឹងអាហ្នឹងវាសុទ្ធតែជាលុយហើយមកកំពុងលេងបានប្រហែលថ្ងៃ3ថ្ងៃ4ថ្ងៃអញ្ចឹងបើយើងនិយាយមួយម៉ាត់យ៉ាងខ្លីថាកីឡាវាយសីប៉ះពាល់ធ្ងន់ធ្ងរខ្លាំងបំផុតគឺសេដ្ឋកិច្ចមួយម៉ាត់យ៉ាងខ្លីគឺប៉ះពាល់លុយហើយបើសួរ admin ថាជប់អត់នៅតែលេងបន្តលេងធម្មតា